ស្របពេលដែលកិច្ចចរចាសន្តិភាពរវាងអាមេរិកអ៊ីរ៉ង់កំពុងជាប់គាំងនឹងលេចចេញសញ្ញានៃការផ្ទុះសង្គ្រាមជាថ្មីនោះពេលនេះទីក្រុង Washington បានចេញសេចក្តីប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ$15 លានអាមេរិកឲ្យអ្នកដែលផ្តល់ព័ត៌មានឈានដល់ការកាត់ផ្តាច់ប្រភពចំណូលរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមជាការដាក់សម្ពាធមិនដកដៃលើអ៊ីរ៉ង់ក្រសួងការបរទេសអាមេរិកបានដាក់គោលដៅសំខាន់បំផ្លាញប្រភពចំណូលរបស់អង្គភាពកងឆ្មាំបដិវត្តន៍អ៊ីស្លាមកងកម្លាំង Quds សាខារបស់ពួកគេជាពិសេសរួមទាំងក្រុមហ៊ុនឬបុគ្គលទាំងឡាយណាដែលផ្ដល់ប្រាក់ឬជួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមឲ្យគេចផុតពីទណ្ឌកម្មឬស្ថាប័នហិរញ្ញវត្ថុដែលធ្វើអាជីវកម្មជាមួយពួកគេផងដែរតាមការផ្សាយរបស់ CNN នៅថ្ងៃអង្គារទី12ខែឧសភាឆ្នាំ2026ប្រាក់នេះត្រូវបានផ្ដល់ជូនតាមរយៈកម្មវិធីរង្វាន់សម្រាប់យុត្តិធម៌របស់ក្រសួងដើម្បីសង្កត់សេដ្ឋកិច្ចអ៊ីរ៉ង់មិនឲ្យរើរួចនិងដាក់សម្ពាធឲ្យទីក្រុងតេហេរ៉ង់ចូលមកកាន់តុចរចាឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពសូមជម្រាបថារង្វាន់សម្រាប់យុត្តិធម៌គឺជាកម្មវិធីផ្ដល់ប្រាក់រង្វាន់ឈានមុខគេរបស់ក្រសួងការបរទេសអាមេរិកដែលគ្រប់គ្រងដោយសេវាសន្តិសុខការទូតកម្មវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ1984នៅក្នុងគោលបំណងប្រមូលព័ត៌មានដើម្បីបង្ការអំពើភេរវកម្មអន្តរជាតិចាប់ខ្លួនមេដឹកនាំភេរវកររំខានដល់បណ្ដាញហិរញ្ញវត្ថុរបស់ក្រុមភេរវករឬរដ្ឋដែលគ្រប់គ្រងភេរវកម្មទប់ស្កាត់ការជ្រៀតជ្រែកការបោះឆ្នោតនិងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីសំណាក់រដ្ឋបរទេសសម្រាប់ចំនួនទឹកប្រាក់ដែលផ្ដល់ឲ្យគឺវាអាស្រ័យលើទម្ងន់នៃព័ត៌មាននិងកម្រិតគ្រោះថ្នាក់នៃមុខសញ្ញាឧទាហរណ៍$5 លានសម្រាប់ព័ត៌មានតាក់ទងនឹងសកម្មភាពភេរវកម្មទូទៅ$10ទៅ$15 លានសម្រាប់មេដឹកនាំកម្ពុជាឬការរំខានដល់ប្រព័ន្ធហិរញ្ញវត្ថុធំនិង$25 លានសម្រាប់មុខសញ្ញាគ្រោះថ្នាក់បំផុតចាប់តាំងពីបង្កើតមកកម្មវិធីនេះបានទូទាត់ប្រាក់រង្វាន់ជាង$250 លានហើយទៅឲ្យមនុស្សចំនួន125នាក់នៅជុំវិញពិភពលោក